សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាទីគោរពថ្មីនេះមានការលើកឡើងរបស់ខាងយោធាថៃក៏ដូចជារដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិរបស់ថៃដែលថាប្រជាណាចក្រកម្ពុជាយើងនៅទិញភ្លើងតាមច្រកព្រំដែនពីប្រទេសថៃចូលកម្ពុជាតាម6ច្រកកិច្ចការនេះគឺជាកិច្ចការមួយមិនពិតប្រជាណាចក្រកម្ពុជាយើងមានអគ្គិសនីគ្រប់គ្រាន់សម្រាប់គ្រប់គ្រងទូទាំងប្រទេសមកទល់នឹងម៉ោងនេះក៏ដូចជាប្រកាសលើកមុនប្រជាណាចក្រកម្ពុជាយើងបានប្រើប្រាស់ធម្មពលអគ្គិសនីដោយខ្លួនឯងប្រភពចេញពីប្រទេសកម្ពុជាយើងដោយខ្លួនឯងហើយពុំមានការទិញភ្លើងអគ្គិសនីពីប្រជាណាចក្រថៃនោះទេនេះគិតទាំងការភ្ជាប់តង់ស្យុងខ្ពស់ពីថៃមកកម្ពុជាពីមុនការភ្ជាប់កម្រិតតង់ស្យុងមធ្យមពីព្រំដែនថៃតាមខេត្តជិតតំបន់ព្រំដែននៅ8កន្លែងពីមុនទាំងអស់គឺអត់មានការទិញភ្លើងពីប្រជាណាចក្រថៃមកទេនៅពេលបច្ចុប្បន្ននេះដូច្នេះព័ត៌មាននេះសូមឲ្យសាធារណមតិហើយជាពិសេសបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងសូមមេត្តាជ្រាបហើយមានការជឿជាក់ថាប្រជាណាចក្រកម្ពុជាយើងពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួន